សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងធ្វើការកលេចមើលទៅលើភាពខុសគ្នានៃ iOS version 18ធៀបជាមួយនឹង iOS version 26បាទអញ្ចឹងបញ្ជាក់ប្រាប់បងប្អូនផងដែរ iOS version 26នេះគឺជា developer beta ទេបាទអញ្ចឹងមិនណែនាំឲ្យបងប្អូនយើងធ្វើការតឡើងនៅលើម៉ាស៊ីនគោលរបស់បងប្អូនទេយើងចាប់ផ្ដើមពី lock screen ទៅមុនបងប្អូនណាបាទអញ្ចឹងបើសិនជានៅក្នុង iOS 18ពេលយើងធ្វើការ lock screen ទៅបាទអញ្ចឹងនេះគឺជា animation របស់វាបងប្អូនយើងឃើញណាបាទ smooth ស្រិបអញ្ចឹងទៅណាបាទអញ្ចឹងបងប្អូនឃើញហើយចំណែក iOS 26វិញពី lock screen ទៅ animation វារៀងរស់រវើកជាង version 18ឥឡូវចូលខ្ញុំដោះសោឃើញបងប្អូនយើងតែឥឡូវនឹងវារៀងដើរតាក់បងប្អូនយើងអត់សូវល្អហ្មងទេដូចខ្ញុំនិយាយចឹងវាជា developer beta នឹងអាចសេរីឲ្យធំក៏បានសំចាំតិចសិនណាសេរីធំទៅក៏បានឃើញទេបាទតូចធំអញ្ចឹងទៅគឺយើងអាចធ្វើបានអញ្ចឹងវាអាចមានអ្នកចូលចិត្តវាដែរបងប្អូនយើងសម្រាប់ខ្ញុំឃើញថាវាស្អាតដែរតាមានអីវាបងប្អូនយើងហ្នឹងហើយបើកសោមកដាក់ទៅហើយឥឡូវយើងមើលទៅលើ UI វាម្ដងបាទនេះបងប្អូនយើងឃើញណាបាទអញ្ចឹងបងប្អូនចូលចិត្តខាងណាឥឡូវនេះបាទហើយបើថាសួរខ្ញុំខ្លួនឯងតែម្ដងឥឡូវខ្ញុំមានអារម្មណ៍ថាចូលចិត្តខាងណាបាទដោយវាមានលក្ខណៈរស់រវើកជាងបងប្អូនយើងទៅលើកម្មវិធីរបស់វាណាខាងនេះវាដិតល្អយើងមើលឃើញជាងចង់និយាយច្បាស់ជាងប៉ុន្តែខាងនេះវាមានលក្ខណៈអត់សូវច្បាស់ទេប៉ុន្តែយ៉ាងណាក៏ដោយក៏ខ្ញុំឃើញថាវាមានសភាពដូចជាចង់និយាយមិនទេវិញដូចជាវាទំនើបជាងចង់និយាយថាអញ្ចឹងណាឥឡូវសួរបងប្អូនវិញចូលចិត្តខាងណាណា A ឬក៏ B ណា26ឬក៏18បន្តទៅនិយាយអំពី control center បាទអញ្ចឹងគឺវាខុសគ្នាកន្លែងនឹងដែរពេលបងប្អូននៅទាញពីខាងលើមកបាទអញ្ចឹងណានេះបងប្អូនឃើញណាស្អាតមួយណាស្អាតជាងខាងនេះយើងអាចមើលឃើញច្បាស់ជាងក៏ប៉ុន្តែខាងនេះវាមានលក្ខណៈដូចជាវាដូចជាទំនើបជាងសម្រាប់ខ្ញុំបងប្អូនយើងណាពេលបងប្អូនយើងណាចង់ចុចអ្វីមួយយ៉ាងទៅបងប្អូនមើលឃើញទេបាទដូចកញ្ចក់អញ្ចឹងណាបងប្អូនយើងអូលយតាបងប្អូនយើងតែបើថាសួរថាទៅលើការមើលបងប្អូនយើងវាមើលអត់សូវពេលខ្លះចង់សលេវភ្នែកដែរហ្នឹងតែខ្ញុំជឿថា Apple នឹងធ្វើការកែគុណកន្លែងហ្នឹងពេលក្រោយអញ្ចឹងណាហើយយើងក៏មាន setting សេរីកន្លែង transparency ហ្នឹងបានផងដែរនៅក្នុង accessibility setting ពេលក្រោយចាំខ្ញុំបង្ហាញជូនបាទអញ្ចឹងឥឡូវគឺយើងគាត់និយាយទៅលើមុខងារវាបានហើយបាទមើលចុះដូចកញ្ចក់មែនណាបងប្អូនយើងបាទឡើងឆ្លោះហ្មងឆ្លោះមែនទែនណាបាទហើយខាងនេះវិញគឺអត់ទេធម្មតាអញ្ចឹងបងប្អូនយើងណាអញ្ចឹងឯងនៅក្នុងកម្មវិធីមួយបងប្អូនយើងឃើញថាមានការ design បែបនេះណាវាអត់មានstyle glass អីដូច iOS 18ទេ iOS 26ទេយើងចុចបងប្អូនយើងមានតែចុចហ្នឹងទៅចំណែកខាង iOS 20នេះវាលយបងប្អូនយើងចាំមើលខ្ញុំបង្ហាញជូនបងប្អូនចុចមកបាទកន្លែងកម្មវិធី call យើងបងប្អូនយើងសូមចុចទៅក្រោយសិនមកបាទអញ្ចឹងកន្លែងនេះបងប្អូនយើងចាំមើលខ្ញុំអាចអុសបានឃើញទេដូចទឹកអញ្ចឹងវាដូចស្អីគេវាចង់និយាយឲ្យ smooth ហ្នឹងបងប្អូនយើងនេះឡើងរអិលហ្មងមានអារម្មណ៍ថាបើសិនជាអានេះ 120Hz ទៀតពេលក្រោយវា automate ត្រឹមត្រូវដឹងថាជាតិហ្មងកន្លែងនេះចុចចេះក៏បានហើយវាមាន animation នេះបងប្អូនឃើញណាបាទលយហ៎បងប្អូនយើងបាទមានអីវាលយមួយយ៉ាងដែរតាហ្នឹងលើកម្មវិធី call បងប្អូនយើងនៅលើ setting វាមានការផ្លាស់ប្ដូរបន្តិចបន្តួចផងដែរចាំខ្ញុំតម្លាក់ពន្លឺបន្តិចបងប្អូនយើងបានមើលឃើញច្បាស់ល្អហ្នឹងហើយខាងនេះក៏យើងចូល setting ដែរទៅបាទនេះបងប្អូនណាទៅលើការ design setting របស់វាណាបាទអញ្ចឹង color temperature ខុសគ្នាទាំងពីរហ្នឹងគឺត្រូវបានបិទ true tone អស់ហើយបងប្អូនយើងប៉ុន្តែបង្ហាញពណ៌ខុសគ្នាណាបាទអញ្ចឹងនេះគឺជា setting វាបងប្អូនយើងកន្លែងថ្មហ្នឹងគឺថាខុសគ្នាអានេះគឺខាង iOS 18ខាងនេះគឺ iOS 20ណាបាទអញ្ចឹង iOS 26ហ្នឹងគឺវាបង្ហាញទៅលើភាគរយថ្មយើងធំកន្លែងនេះតែម្ដងនៅកន្លែងផ្សេងទៀតដូចជាពុំសូវខុសគ្នាទេបងប្អូនយើងបាទអញ្ចឹង label ខាងលើហ្នឹងគឺដូចគ្នាបាទអញ្ចឹងវាអត់មានកញ្ចក់ដូចនេះទេវាអត់សូវកញ្ចក់ពេកទេចង់និយាយថាអត់មាន glass design ម្លឹងពេកទេណាធម្មតាខាងនេះហើយទីមកខាងក្រោមមកយើងមាន general accessibility កាមេរ៉ាអញ្ចឹងទៅនិយាយរឿងកាមេរ៉ាគឺខុសគ្នាច្រើនបងប្អូនយើងណានេះគឺជាការ design style កាមេរ៉ារបស់ iOS 18នេះបងប្អូនយើងឃើញណាវាធម្មតាអញ្ចឹងឯងបាទមានប៊ូតុងច្រើននៅលើហ្នឹងបាទចំណែកខាង iOS 26វិញបាទ
ផ្លែក data បងប្អូនយើងទាំង icon វាក៏ដោយក៏ខុសគ្នាដែរបងប្អូនណាហើយចូលក្នុងកាមេរ៉ាហ្នឹងទៅបងប្អូនឃើញហើយនេះបងប្អូនណាអញ្ចឹងបងប្អូនយើងឃើញប៊ូតុង photo ហើយនិង video បាទអញ្ចឹងវាមានសភាពនេះបងប្អូនយើងមានអីវាសរុបទៅបងប្អូនយើងបាទអញ្ចឹងនៅលើ UI ហ្នឹងណាគឺមានការផ្លាស់ប្ដូរច្រើនបាទអញ្ចឹងទាំងការ design កម្មវិធីក៏ដោយតែកន្លែង photo នេះក៏ដោយបងប្អូនឃើញថានឹងខុសគ្នាតែម្ដងណាបាទអញ្ចឹងខាងនេះគឺវាចេញដំបូងមកគឺវាលោតអញ្ចេះមកតែម្ដងបងប្អូនយើងវាអាចពេលខ្លះទៅវាចង់ស្មុគស្មាញដែរណាខាងនេះគឺយើងមានកន្លែង library យើងយកតែម្ដងហើយមាន collection បង្ហាញទៅចូលផ្ទាំងផ្សេងអញ្ចឹងទៅចំពោះការ customization យើងអាចធ្វើបានច្រើននៅលើហ្នឹងបងប្អូនយើងទៅលើការ customization បងប្អូនយើងឥឡូវហ្នឹងអាចធ្វើការ customize គឺបានល្អបងប្អូនណាសឹងដូច Android ដែរពេលខ្លះបាទអញ្ចឹងខ្ញុំសូមបង្ហាញជូនបងប្អូនចុចមកedit ខាងលើនេះបាទ customization បាទអញ្ចឹងយើងមានប្រភេទ mode ច្រើននៅក្នុងនេះបាទអញ្ចឹងឥឡូវគឺ light mode default វាណាអានេះគឺ dark mode តែវាអត់សូវដើរបងប្អូនយើងពេលខ្លះវាអត់ដើរឃើញហ្នឹងបងប្អូនយើងបាទហើយ clear បងប្អូនឃើញ clear mode ហ្នឹងណាបាទម្យ៉ាងដែរទៅឲ្យ tinted អញ្ចឹងទៅណាចូលចិត្តមួយណាឬតាមហ្នឹងទៅមានអីវាខាងនេះគឺយើងអត់មានអាពាក្យ clear ហ្នឹងទេបាទយើងមានតែគេហៅថា tinted ហើយនឹងtinted dark automatic ហើយនឹង tinted អញ្ចឹងណាបាទអញ្ចឹងយើងរើស tinted មកវាខុសគ្នាបងប្អូនយើង tinted ខាង iOS នេះស្អាតជាងបងប្អូនមើលឃើញទេស្អាតទេស្អាតតាមានអីវាលយខប់សេរីមានអីទៀតបងប្អូនយើងដែលបងប្អូនយើងចង់ដឹងចង់លឺអញ្ចឹងណាបាទអញ្ចឹងសម្រាប់ខ្ញុំហ្នឹងហើយបាទអញ្ចឹងឥឡូវបងប្អូនគិតយ៉ាងម៉េចយ៉ាងម៉ាដែរទៅលើការអាប់ដេតនេះល្អចូលចិត្តឬក៏មិនចូលចិត្តហើយជួយ feedback ប្រាប់ admin ផងបាទអញ្ចឹងនេះគឺជាគំនិតរបស់ខ្ញុំបងប្អូនយើងយល់បែបណាដែរហ្នឹងណាអរគុណបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនចូលចិត្តជួបគ្នានៅឱកាសក្រោយបាយបាយ